វិទ្យាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិហើយលំហាត់ F របស់យើងនេះក៏ធ្លាប់កែជូនអ្នកទាំងអស់គ្នារួចរាល់ហើយដែរកាលពីវីដេអូមុនគឺក្នុងមេរៀនទី1របស់យើងគឺចំនួនអក្សរនិទានត្រង់លំហាត់ទី11អញ្ចឹងអ្នកដែលបានតាមដានក៏ដូចជារៀននៅក្នុង channel របស់យើងគាត់ប្រកាសជាជួបលំហាត់នឹងម្ដងរួចមកហើយប៉ុន្តែបើសិនជាអ្នកថ្មីបងអូនអាចមើលវីដេអូនេះម្ដងទៀតបានដោយគេយកមករៀនត្រៀមដើម្បីត្រៀមប្រឡង diploma ឥឡូវកុំឲ្យខាត់ពេលយូរយើងមកកែវិញ្ញាសាមកកែលំហាត់ទាំងអស់គ្នាជាប្រភេទកណនីកន្សោមអញ្ចឹងដើម្បីកណនីកន្សោមប្រភេទរ៉ាឌីកាល់បានអ្នកទាំងអស់គ្នាត្រូវបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់សិនដោយសារតែយើងមិនទាន់អាចកណនីមេគុណនិងមេគុណបានទេដោយសារតែរ៉ាឌីកាល់មានរ៉ាឌីកង់មិនទាន់ដូចគ្នាអញ្ចឹងដើម្បីឲ្យរ៉ាឌីកង់ដូចគ្នាយើងត្រូវបញ្ចេញមួយចំនួនចេញពីឫសការ៉េសិនចឹងយើងអាចសរសេរបានថា2ឬការ៉េ8យើងបំលែងទៅជា4គុណ2 4គុណ2ស្មើនឹង8ហើយ4ស្មើនឹង2ការ៉េអាចបញ្ចេញពីឬការ៉េបានដកឲ្យ3ឬការ៉េ98អ្នកទាំងអស់គ្នាយក49គុណ2 49គុណ2ស្មើនឹង98ហើយ49នេះស្មើនឹង7ការ៉េអាចបញ្ចេញពីឬការ៉េបានដូចគ្នាដកឲ្យ2ឬការ៉េ200យើងសរសេរបំលែងទៅជា100គុណនឹង2 100គុណ2ស្មើ200ហើយ100នេះស្មើនឹង10ការ៉េអញ្ចឹងយើងអាចបំលែងរ៉ាឌីកង់ទៅជាការ៉េបានហើយដើម្បីបញ្ចេញពីឬការ៉េអញ្ចឹង4ស្មើនឹង2ការ៉េរួចគុណនឹង2ដកឲ្យ3ឬការ៉េ49យើងអាចសរសេរបានទៅជា7ការ៉េគុណ2ដកឲ្យ2ឬការ៉េ100យើងអាចសរសេរបានទៅជា10ការ៉េគុណនឹង2បន្ទាប់មកទៀតយើងបញ្ចេញពីឬការ៉េកាលណាយើងបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ2ហើយគឺយើងអាចចេញពីឬការ៉េរួចហើយឬការ៉េ2បញ្ចេញពីឬការ៉េមកបាន2 2គុណ2បាន4យើងគុណយកតែម្ដងអញ្ចឹងបាន4ឬការ៉េ2ដកឲ្យ7ការ៉េបញ្ចេញពីឬមកបាន7 7គុណនឹងដក3ស្មើនឹងដក21ដក21ឬការ៉េ2 10ការ៉េបញ្ចេញពីឬមកបាន10 10គុណនឹងដក2ស្មើនឹងដក20ឬការ៉េ2អញ្ចឹងបន្ទាប់ពីយើងបញ្ចេញមួយចំនួនចេញពីឬការ៉េហើយយើងសង្កេតឃើញថារ៉ាឌីកង់របស់យើងគឺដូចគ្នាឬការ៉េ2ដូចគ្នាបែបហ្នឹងហើយគឺយើងគ្រាន់តែធ្វើប្រមាណវិធីបូកដកទៅលើមេគុណហើយរក្សារ៉ាឌីកាល់នៅដដែលដក21ដក20ស្មើនឹងដក41ដក41បូកនឹង4គឺស្មើនឹងដក37ចម្លើយឃើញដក37ឬការ៉េ20ឬការ៉េ2ដោយរក្សារ៉ាឌីកង់នៅដដែលចូលមកដល់លំហាត់G របស់យើងដូចគ្នាដែរលំហាត់នេះក៏ក្នុង channel របស់យើងធ្លាប់កែរួចរាល់ម្ដងហើយនៅក្នុងចំនួនសនិទានមេរៀនទី1របស់យើងហើយស្ថិតនៅក្នុងលំហាត់ទី11អញ្ចឹងអាចទៅមើលវីដេអូចាស់ៗក៏បានឬក៏មើលវីដេអូត្រៀមប្រឡងនេះក៏បានដែរគ្រាន់តែបើអ្នកទាំងអស់គ្នាចង់ធ្វើលំហាត់តាមសភៅពុម្ពគឺអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូចាស់ៗដោយសារតែយើងកែលំហាត់ជូនតាមលំដាប់លំដោយដូចទៅនឹងក្នុងសភៅពុម្ពរបស់យើងចាចូលមកដល់លំហាត់ G នេះដូចគ្នាដែរជាប្រភេទឫសគូបហើយឫសគូបរបស់យើងនេះគឺមានរ៉ាឌីកង់អត់ទាន់ដូចគ្នាទេអញ្ចឹងដើម្បីមានរ៉ាឌីកង់ដូចគ្នាអ្នកទាំងអស់គ្នាត្រូវបញ្ចេញមួយចំនួនចេញពីឫសគូបនឹងអញ្ចឹង4ឫសគូប54យើងអាចសរសេរបានទៅជា27គុណឲ្យ2 27គុណឲ្យ2ស្មើ54ហើយ27នេះស្មើនឹង3គីបបញ្ចេញពីឫសគូបបានដកឲ្យ6ឫសគូបនៃ81យើងយក27គុណនឹង3 27គុណ3ស្មើ81 27នេះស្មើនឹង3គីបក៏អាចបញ្ចេញពីឫសគូបបានដែរដកឲ្យ4ឫសគូបនៃ16យើងយក8គុណ2 8គុណ2ស្មើ16ហើយ8នេះគឺស្មើនឹង2គីបគឺអាចបញ្ចេញពីឫសគូបបានបូកឲ្យ3គូបនៃ24យើងយក8គុណ3 8 3ដង24
8នេះគឺស្មើនឹង2គីបបន្ទាប់មកទៀតយើងបំលែងរ៉ាឌីកង់យើងទៅជាស្វ័យគុណ3ដើម្បីបញ្ចេញពីឫសគូបបាន27ស្មើនឹង3គីបគុណនៃ2ដកឲ្យ6ឬគូបនៃ27គឺ3គីបដូចគ្នាគុណនៃ3ដកឲ្យ4ឬគូបនៃ8គឺយើងស្មើនឹង2គីបគុណនៃ2បូកឲ្យ3ឬគូបនៃ2គីបគុណនៃ3បន្ទាប់មកទៀតយើងបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់3គីបបញ្ចេញពីឫសគូបមកបាន3គុណនឹង4មេគុណខាងមុខបាន12ឬគូបនៃ2ដកឲ្យ3គីបបញ្ចេញពីឫសមកបាន3គុណនឹងដក6ស្មើនឹងដក8ដក18ឬគូបនៃ3 2គីបបញ្ចេញពីឫសគូបបាន2គុណនឹងដក4គឺស្មើនឹងដក8ឬគូបនៃ2បូកឲ្យ2គីបនេះដូចគ្នាដែរបញ្ចេញពីឫសគូបមកបាន2គុណនឹង3គឺបាន6ឬគូបនឹងឬគូបនៃ3អញ្ចឹងយើងសង្កេតឃើញថារ៉ាឌីកង់របស់យើងមានឫសគូបនៃ2ផងហើយឫសគូបនៃ3ផងអញ្ចឹងមានន័យថាយើងធ្វើប្រមាណវិធីបូកដកទៅលើមេគុណដែលមានរ៉ាឌីកង់ដូចគ្នាអញ្ចឹងយើងគណនា12ឬគូបនៃ2ជាមួយនឹងដក8ឬគូបនៃ2បន្ទាប់មកទៀតដក18ឬគូបនៃ3ជាមួយនឹងបូក6ឬគូបនៃ3អញ្ចឹងចម្លើយរបស់យើងគឺស្មើយើងបូកដកតែមេគុណ12ដកនឹង8គឺស្មើនឹង4ហើយរ៉ាឌីកាល់យើងរក្សាទុកនៅដដែលអញ្ចឹងស្មើ4ឬគូបនៃ2ចំណែកឯដក18ឬគូបនៃ3ជាមួយនឹងបូក6ឬគូបនៃ3គឺដក18បូក6គឺស្មើនឹងដក12ដក12ឬគូបនៃ3ជាចម្លើយជួបគ្នានៅវីដេអូក្រោយ